អង្វរសុំមកជាមួយហើយគាត់គ្រាន់តែយល់ព្រមដើម្បីគាត់អាចមើលនាងយន់សរសើរចាំងហាលើស្ទីលរបស់គាត់ហើយនិយាយថាគាត់មើលទៅល្អជាងនេះបន្ទាប់មកនាងបានយកដៃទៅប៉ាយូយហួរដោយរងចាំនាងនិយាយអ្វីមួយចាំងហាសោយដោយភ័យមិនប្រកាសថាត្រូវរំពឹងអ្វីទីបំផុតយូយហួរនិយាយឡើងហើយនិយាយថាគាត់ពិតជាមើលទៅល្អនឹងសង្ហាចាំងហាញញ៉ាំអង្អែក្បាលនាងថ្នមហើយប្រាប់នាងថានាងមានសម្លេងគួរឲ្យស្រឡាញ់ដូច្នេះនាងគួរតែនិយាយឲ្យបានញឹកញាក់ចំពោះរឿងនោះយូយហួរដឹកនាំហើយនាំអ្នករាល់គ្នាទៅកាន់ផ្ទះខ្មោចផ្ទះខ្មោចប្រែទៅជាមានខ្មោចឡុងពិតប្រាកដហើយដោយដែលបានរំពឹងទុកយីឡុងតោងចាំងហាដោយនិយាយថាគាត់ខ្លាចពេកហើយពួកគេគួរទៅជារបស់ក្មេងៗវិញចាំងហាមិនអាចជឿថាបុរសម្នាក់នឹងភ័យខ្លាចយ៉ាងនេះចំពោះផ្ទះខ្មោចនោះទេគាត់ប្រាប់គាត់ថាវាមិនមែនជារឿងធំដុំសូម្បីថាលីលីងក៏ក្រវីក្បានដែរដោយគិតថាបងប្រុសរបស់នាងគឺជាមនុស្សកំសាកយន់បន្ទាត់មកស្នើថាដោយសារមានពួកគេច្រើនពេកពួកគេគួរតែបំបែកជាពីរក្រុមនាងនិយាយយ៉ាងលឿនថានាងនឹងចាំងហានឹងនៅក្នុងក្រុមមួយហើយអ្នកផ្សេងទៀតនៅក្នុងក្រុមមួយទៀតបន្ទាប់មកនាងងាកទៅលីលីងហើយប្រាប់នាងឲ្យការពារក្មេងប្រុសឲ្យបានល្អព្រោះវាជាការទប់គិចរបស់ស្ត្រីលីលីងធ្វើរឿងឆាវភ្លាមដោយទទួលថានាងចង់នៅក្នុងក្រុមជាមួយចាំងហាចូលមកហើយប្រាប់នាងយ៉ាងមើងម៉ាត់ហើយមានអាកប្បកិរិយាល្អហើយទៅជាមួយបងប្រុសរបស់នាងគាត់ថែមថានាងមិនចាំបាច់បារម្ភពីគាត់ទេព្រោះគាត់នឹងមិនអីទេយន់មានអារម្មណ៍ខកចិត្តព្រោះនាងចង់នៅជាមួយចាំងហាប៉ុន្តែចាំងហាឆ្លាតជាងនាងតាមរបៀបដែលនាងធ្វើវាហាក់ដូចជាការនៅក្នុងក្រុមរបស់នាងនឹងធ្វើឲ្យជីវិតរបស់គាត់លំបាកប៉ុណ្ណោះបើប្រៀបធៀបទៅលីលីងគឺច្បាស់ជាចម្រិតល្អជាងបន្ទាប់មកចាំងហាបញ្ជូនក្រុមរបស់យន់ទៅមុនទៅរកផ្លូវដោយប្រាប់នាងថាគាត់នឹងលីលីងនឹងធ្វើតាមពីនាទីក្រោយយន់ខកចិត្តហើយក៏ខ្លាចបន្តិចដែរប៉ុន្តែនៅពេលដែលចាំងហាសួរវីមកមោទនភាពរបស់នាងចូលមកជំនួសនាងនិយាយយ៉ាងលឿនថាស្ត្រីមិនអាចខ្លាចបានទេហើយថានាងនឹងការពារយីឡុងនិងប្អូនស្រីតូចរបស់គាត់10នាទីក្រោយមកចាំងហានិងលីលីងទីបន្ពត់សម្រាប់ចិត្តថាវាដល់វេនពួកគេទៅហើយចាំងហាសន្យានឹងនាងថាគាត់នឹងការពារនាងព្រោះនាងគឺជាផ្កាឈូករត់របស់គាត់ហើយលីលីងគ្មានជំរើសក្រៅពីយល់ព្រមដោយស្ងៀមស្ងាត់នៅពេលពួកគេចូលទៅក្នុងផ្ទះខ្មោចពួកគេត្រូវបានជួបភ្លាមជាមួយនឹងសំឡេងអ្នករាល់គ្នាស្រែកដោយឮសំឡេងស្រែកទាំងអស់នៅខាងក្នុងចាំងហាដឹងថាយួនមិនក្លាហានដូចនាងប្រាប់អ្នករាល់គ្នាទេបន្ទាប់មកគាត់ងាកទៅរកយូយហួររងចាំយូយហួរនៅជាមួយក្រុមផ្សេងទៀតប៉ុន្តែឥឡូវនេះនាងនៅទីនេះការកែតម្រូវអត្ថបទបញ្ជាក់ថាយូយហួរគឺជាអ្នកដែលភ័យខ្លាចគាត់សួរថាតើនាងខ្លាចទេក្មេងស្រីងក់ក្បាលដោយខ្មាស់អៀនដែលមានអារម្មណ៍មិនធម្មតានៅក្នុងពិភពលោកនេះដែលក្មេងស្រីជាធម្មតាមានទំនុកចិត្តជាងចាំងហាប្រាប់នាងថាគ្មានអ្វីខំនៅក្នុងការភ័យខ្លាចហើយប្រសិនបើនាងមានអារម្មណ៍ភ័យខ្លាចនាងអាចអបគាត់ជានិច្ចប៉ុន្តែការប៉ះពាល់ច្រើននោះគឺច្រើនពេកសម្រាប់នាងដូច្នេះនាងគ្រាន់តែលាតដៃហើយកាន់ដៃអាវរបស់គាត់ស្រាលចាំងហាដូចជាវីរបុរសមិនអើពើនឹងបិសាចគ្រប់គ្នាដែលព្យាយាមធ្វើឲ្យពួកគេភ័យខ្លាចហើយបន្តដំណើរទៅមុខផ្ទះខ្មោចធំជាងការរំពឹងទុកហើយបន្ទាប់ពីដើរបាន10នាទីចាំងហាមានអារម្មណ៍ថាមានអ្វីខុសនៅពេលគាត់ងាកគាត់សម្គាល់ថាយូយហួរមិននៅពីក្រោយគាត់ទៀតហើយដឹងថានាងប្រកាសជាវង្វេងគាត់ប្រញាប់ត្រឡប់ទៅស្វែងរកនាងវិញបន្ទាប់ពីមើលជុំវិញទីបំផុតគាត់បានរកឃើញនាងលាក់ខ្លួននៅក្នុងទូគាត់សួរថាហេតុអ្វីបានជានាងអង្គុយនៅទីនោះហើយនាងសារភាពថានាងវង្វេងហើយលាក់ខ្លួននៅក្នុងទូដើម្បីការពារខ្លួនចាំងហាមិនអាចជួយបានទេដោយសាយតិចចំពោះភាពខ្មាស់អៀនរបស់នាងហើយនាងថាកូនបក្សីហើយប្រាប់នាងកុំឲ្យភ័យខ្លាចព្រោះគាត់បានមកដើម្បីនាំនាងចេញយូយហួរមានអារម្មណ៍ធូរស្របាយនាងដឹងថានាងអាចទុកចិត្តចាំងហាបានព្រោះគាត់គឺជាមនុស្សដំបងដែលប្រព្រឹត្តទៅនឹងនាងដោយចិត្តខាលនៅពេលពួកគេចាក់ចៃពីផ្ទះខ្មោចយីឡុងកំពុងញ័រដោយភ័យខ្លាចនិយាយថាគាត់មិនមែនឈានជើងចូលផ្ទះខ្មោចទៀតទេសូម្បីតែប្អូនស្រីអាយុ6ឆ្នាំរបស់គាត់ក៏ក្រវីក្បាលហើយហៅគាត់ថាជាភាពអាម៉ាស់នៅពេលចាំងហានិងយូយហួរត្រឡប់មកយីឡុងស្រក់ទឹកភ្នែកដោយក្តីរីករាយដឹងគុណថាអ្នករកគ្នាសុវត្ថិភាព
នៅពេលយួនសួរថាហេតុអ្វីបានជាពួកគេទាំងពីរចំណាយពេលយូរនៅខាងក្នុងហើយថាតើពួកគេបានធ្វើអ្វីដែលសប្បាយចាងហាផ្ទាត់ក្បាលនាងដើម្បីបិទការនិយាយលេងរបស់នាង នៅពេលយូហួរដើរមករកពួកគាត់ចាងហាគាត់សម្គាល់ថាមានអ្វីមួយមិនត្រឹមត្រូវនាងបែកញើសនិងហត់ហើយមុនពេលគាត់អាចប្រតិកម្មនាងដួលសន្លប់នៅក្នុងដៃរបស់គាត់ទើបតែពេលនោះចាងហាដឹងថាយូហួរបានសន្លប់យីឡងតែងតែចាប់ផ្ដើមភ័យស្លន់ស្លោគាត់និយាយថាពួកគេត្រូវហៅប៉ូលីសប៉ុន្តែគាត់រកទូរស័ព្ទមិនឃើញសូម្បីថាយួនក៏ភ័យហើយចាប់ផ្ដើមចុចហៅរថយន្តសង្គ្រោះបន្ទាន់យ៉ាងលឿនចាងហាប្រាប់ពួកគេកុំឲ្យបារម្ភហើយនិយាយថាគាត់នឹងមើលថែវាគាត់លើកយូហួរដោយប្រុងប្រយ័ត្នយកនាងទៅកៅអីក្បែរនោះហើយដាក់នាងចុះថ្នមយីឡងសួរដោយភ័យថាតើពួកគេគួរធ្វើអ្វីដោយនិយាយថានាងប្រហែលជាត្រូវការ CPR បន្ទាប់មកគាត់ដឹងថាវានឹងធ្វើឲ្យចាងហាខ្លាចជាស្នាមថាប់ដំបូងរបស់នាងយួនមិនចូលចិត្តគំនិតនោះតតែសោះហើយនិយាយថានាងអាចហៅលេខ911ជំនួសវិញចាងហារក្សាភាពស្ងប់ស្ងាត់ហើយប្រាប់ពួកគេទៅយកអាហារថ្ងៃត្រង់និងទឹកខ្លះខណៈពេលដែលគាត់ព្យាយាមអ្វីដែលសាមញ្ញដើម្បីដាស់នាងគាត់ដាក់ក្បាលយូហួរលើក្រោយរបស់គាត់ហើយគូចពណ៌នាងស្រាលមួយសន្ទុះក្រោយមកយូហួរបើកភ្នែកយឺតហើយសួរថាហេតុអ្វីបានជាគាត់ទៀងទៅជីកនាងចាងហាសើយហើយពន្យល់ថានាងសន្លប់ហើយគាត់គ្រាន់តែចង់ឃើញថាតើនាងនឹងភ្ញាក់នឹងលូប៊ីតុយមួយឬអត់យូហួរសារភាពយ៉ាងសត្វទន់ថានាងខ្លាចប៉ុន្តែនិយាយថានាងមានអារម្មណ៍ប្រសើរជាងមុនចាងហាប្រាប់នាងកុំឲ្យបង្ខំខ្លួនឯងចូលទៅក្នុងផ្ទះខ្មោចទៀតប្រសិនបើនាងមិនមានអារម្មណ៍ស្រួលយូហួរងក់ក្បាលប៉ុន្តែបន្ទាប់មកនិយាយរអ៊ូថានាងគ្រាន់តែចង់គេងចាងហាបារម្ភថានាងប្រហែលជាសន្លប់ម្ដងទៀតប៉ុន្តែនៅពេលដែលគាត់លឺនាងស្រមុកគាត់ដឹងថានាងគ្រាន់តែគេងលក់គាត់សម្លឹងមើលនាងដែលកំពុងសម្រាកយ៉ាងសុខសាន្តហើយគិតចំពោះខ្លួនឯងថានាងជាក្មេងស្រីដែលស្ងប់ស្ងាត់និងចិត្តល្អបំផុតដែលគាត់បានជួបនៅក្នុងពិភពលោកនេះទោះបីជាមានចរិតប្លែកសបាយមកសន្ទុះក្រោយមកយូហួរភ្ញាក់ឡើងអ្នករកនាងប្រមូលផ្ដុំគ្នាហើយសួរថាតើនាងមានអារម្មណ៍យ៉ាងណាហើយចាងហាដែលព្រួយបារម្ភជាងអ្នកផ្សេងទៀតសួរថាតើមានអ្វីរំខាននាងឬអត់យួនដែលចាំងតិចរួចនឹងសួនកំសាន្តសួរដោយមានអត់ធន់តាន់ថាតើពួកគេនឹងទៅបន្តទៀតឬអត់ចាងហាក្រវីក្បាលហើយនិយាយថាពួកគេមានភាពរំភើបគ្រប់ណាប់សម្រាប់មួយថ្ងៃគាត់ស្នើឲ្យពួកគេទៅផ្ទះវិញដើម្បីយូហួរអាចសម្រាកបានប៉ុន្តែនៅពេលចាងហាគ្រប់ឈរយូហួរស្រាប់តែចាប់ដៃគាត់ហើយនិយាយយ៉ាងស្ងៀមងាប់ថាពួកគេអាចទៅជាមួយគ្នាគាត់ផើអើបន្ទាប់មកអនុញ្ញាតឲ្យនាងកាន់គាត់ចាប់ផ្ដើមដែរកាន់ងាយហើយយូហួរដែលនៅតែខ្មាស់អៀនតងគាត់តាមរបៀបតខ្លួនរបស់នាងយួនមើលដោយការចាណែននៅយំនៅក្នុងផ្ទៃព្រោះនាងក៏ចង់ដឹងថាវាមានអារម្មណ៍យ៉ាងណាក្នុងការខណ្ឌដៃដ៏រលុងរបស់បុរសវាជាអ្វីដែលនាងតែងតែសូពេញនៅតាមផ្លូវទៅដាក់យូហួរនៅផ្ទះរបស់នាងការដើរចំណាយពេលយូរជាងការរំពឹងទុកយួននិងយីឡុងទាំងពីរផ្ទាល់យោបល់ថាយូហួរហាក់ដូចជារស់នៅឆ្ងាយណាស់ប្រហែលជាសូម្បីតែនៅក្នុងតំបន់ជនបទហើយពួកទាឆ្ងល់ថាតើវាលំបាកប៉ុណ្ណាសម្រាប់នាងក្នុងការមកសាលារៀនជារៀងរាល់ថ្ងៃយ៉ាងហាជ្រួញចិញ្ចើមហើយប្រាប់ពួកគេកុំឲ្យមើលងាយនៅពេលពួកគេទៅដល់មាត់របស់យួនស្ទើរតែធ្លាក់ដល់ដីឈរនៅពីមុខពួកគេមិនមែនជាផ្លាស់ធម្មតាទេប៉ុន្តែជាភូមិគ្រឹះដ៏ធំសម្បើមនៅពេលពួកគេសម្លឹងមើលទីភាពនោះអ្នកបម្រើម្នាក់ប្រញាប់ចេញមកអោនគោរពហើយប្រកាសថាស្ត្រីម្ចាស់ផ្ទះបានត្រឡប់មកវិញហើយគាត់និយាយថាលោកម្ចាស់បានបញ្ជាជាក់លាក់មិនឲ្យនាងចាក់ចេញពីអចលនទ្រព្យហើយសួរថាតើនាងអាចចេញទៅក្រៅដោយគ្មានការអនុញ្ញាតយ៉ាងដូចម្តេចក្រុម Dinosaur អាចត្រឹមតែឈរគាំងដោយតស៊ូដើម្បីជឿថាមិត្តស្ងៀមស្ងាត់និងខ្មាស់អៀនរបស់ពួកគេបានរស់នៅក្នុងភូមិគ្រឹះគ្រប់ពេលវេលាពួកគេអង្គុយនៅក្នុងភូមិគ្រឹះបែកហុំពត់ដោយជុំជាងនិងតោដែលមើលទៅហាក់ដូចជាបានស្រោបដោយមាសអ្នកបម្រើដដែលកំពុងស្ទើរបន្ទោសយូហួរកាលពីប៉ុន្មាននាទីមុនអ៊ីឡុងនេះបម្រើតែនឹងកាហ្វេដល់ពួកគេហើយវាមិនធម្មតាតតែសោះអ្វីគ្រប់យ៉ាងមើលទៅសម្បូរបែបនាំចូលនិងរៀបចំយ៉ាងប្រុងប្រយ័ត្នអ្នកបម្រើពន្យល់ថាតែបានបញ្ចូលជាមួយទឹកធានសាន់ខណៈដែលនំខេកបានហប់ដោយចុងហ្វេពិសេសសម្រាប់ភ្ញៀវថ្មីបន្ទាប់ពីបម្រើគាត់ប្រកាសដោយសម្លេងផ្លូវការថាយូហួរឥឡូវនេះនឹងទៅបន្ទប់របស់នាងដើម្បីផ្លាស់ប្ដូរសម្លេងពាក្យយូហួរមិននិយាយអ្វីតបវិញទេនាងមិនការពារខ្លួនឬជំទាស់អ្វីឡើយនាងគ្រាន់តែងក់ក្បាលហើយចាក់ចេញទៅយ៉ាងស្ងៀមស្ងាត់អ្នកផ្សេងទៀតនៅតែស្រឡាំងកាំងមិនអាចជឿថាមិត្តភក្តិដែលស្ងៀមស្ងាត់និងអៀនខ្មាស់របស់ពួកគេមកពីគ្រួសារដែលមានឥទ្ធិពលបែបនេះគ្មាននរណាម្នាក់នឹកស្មានថាយូហួរគឺជាសទ្ធីនោះទេ
ទោះជាយ៉ាងណាក៏ដោយចង្ហោនៅតែស្ងប់ស្ងាត់ដោយរដងហើយប្រាប់ពួកគេឲ្យសម្រាកទោះបីជាយ៉ាងនេះក៏ដោយក៏ទទួលស្គាល់ខ្លួនឯងថាវាមានអារម្មណ៍ចម្លែកដែលដឹងថាសិទ្ធិផ្ទះដែលគាត់បានជួយដោយចៃដន្យបានប្រែទៅជាសំខាន់ខ្លាំងក្នុងពេលជាមួយនោះអ្នកបម្រើនៅតែបន្តស្ដីបន្ទោយូយហួរគាត់និយាយថានាងមានអាកប្បកិរិយាមិនសមរម្យចាកចេញដោយគ្មានការអនុញ្ញាតហើយថែមតែមិនអនុញ្ញាតឲ្យអង្គរៈរបស់នាងទៅតាមនាងទៀតផងគាត់បន្ថែមថាឪពុករបស់នាងព្រួយបារម្ភខ្លាំងណាស់ហើយនឹងមិនអនុញ្ញាតឲ្យនាងចេញទៅក្រៅទៀតទេយូយហួរឈប់ដាហើយសួរថាតើឪពុករបស់នាងបានទូរស័ព្ទមកទេហើយម្ដាយរបស់នាងសុខសប្បាយទេអ្នកបម្រើឆ្លើយថាឪពុករបស់នាងបានទូរស័ព្ទមកប៉ុន្តែគាត់មិនឆ្លើយសំណួរអ្វីទេហើយហាក់ដូចជាកំពុងរវល់យូយហួរចាប់ក្តាប់សម្ពុតរបស់នាងយ៉ាងណែនហើយរអ៊ូថាគាត់តែងតែរវល់ពេកក្នុងការឆ្លើយការហៅរបស់នាងអ្នកបម្រើព្យាយាមការពារគាត់ដោយនិយាយថាលោកម្ចាស់មានចំនួនច្រើនដែលត្រូវដោះស្រាយប៉ុន្តែគាត់បានផ្ញើកាដូឲ្យនាងដែលកំពុងធ្វើដំណើរមកដល់វាជាគំរូរឹតខ្នាដែលនាងចូលចិត្តយូយហួរមិនពីហន់ក្តីរំភៀបអ្វីទេអ្វីដែលនាងចង់បានមិនមែនជាកាដូឬរបស់លេងដែលមានតម្លៃថ្លៃទេប៉ុន្តែគឺសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ពីឪពុករបស់នាងសូម្បីតែអ្នកបម្រើទោះបីជាមានទឹកដមសម្លេងម៉ឺងម៉ាត់ក៏ដោយក៏មើលទៅហាក់ដូចជាគាត់អាណិតនាងដែរមួយសន្ទុះក្រោយមកអ៊ីឡុងសម្លឹងមើលទៅចិន្តាហើយឃើញយូយហួរចេញពីបន្ទប់របស់នាងក្នុងឈុតដ៏ស្រស់ស្អាតភ្នែករបស់គាត់ភ្លាឡើងព្រោះមនុស្សដែលគាត់លួចស្រឡាញ់មើលទៅកាន់តែស្រស់ស្អាតនៅផ្ទះសូម្បីតែចាងហៅក៏គាត់សម្គាល់ពីការផ្លាស់ប្ដូរនេះដែរគាត់គិតថាក្នុងពេលដែលនាងមើលទៅគួរឲ្យស្រឡាញ់បើធៀបនឹងពេលដែលនាងនៅជាមួយពួកគេអ៊ីឡុងនេះហាក់ដូចជាតុក្កតាដែលគ្មានជីវិតចាងហៅសួរថាតើនាងមិនអីទេយូយហួរឆ្លើយយ៉ាងស្ងៀមស្ងាត់ថាឪពុករបស់នាងមិនបានហៅនាងមកវិញទេប៉ុន្តែចាងហៅមិនមានព័ត៌មានគ្រប់គ្រាន់តែដឹងថាវាមានន័យយ៉ាងណានោះទេបន្ទាប់មកនាងសូមឲ្យគាត់ទៅបន្ទប់របស់នាងព្រោះនាងចង់ឲ្យអ្វីមួយដល់គាត់ចាងហៅមានការភ័យព្រួនប៉ុន្តែគាត់ក៏ដើរតាមនាងទៅពេលគាត់ឈានជើងចូលគាត់មានការតក់ស្លុតនៅក្នុងពិភពលោកដែលស្ត្រីជាធម្មតាមានលក្ខណៈដូចបរិសុទ្ធបន្ទប់របស់នាងមើលទៅទន់ភ្លន់និងជាស្ត្រីសំបីតែជាងបងស្រីរបស់គាត់ទៅទៀតដោយការចង់ដឹងចាងហៅសួរថាតើឪពុករបស់នាងបាននិយាយអ្វីដែលធ្វើឲ្យនាងពិបាកចិត្តឬតើនាងត្រូវដាក់ទណ្ឌកម្មចំពោះការចេញទៅក្រៅជាមួយពួកគាត់ឬនៅក្នុងពិភពលោកនេះឪពុកគឺដូចជាម្ដាយជាបុរសប៉ុន្តែវាហាក់ដូចជានៅក្នុងវីឡានេះមនុស្សតែម្នាក់គត់ដែលរស់នៅជាមួយយូយហួរគឺមេដោះកម្មករនិងអ្នកមើលថែផ្ទះគ្មានឪពុកឬម្ដាយនៅទីនេះទេនាងសារភាពថាឪពុករបស់នាងល្អចំពោះនាងពីមុនប៉ុន្តែឥឡូវនេះក៏តែងតែរវល់បន្ទាប់មកចាងហៅសួរអំពីម្ដាយរបស់នាងយូយហួរពន្យល់ថាម្ដាយរបស់នាងកាន់តែរវល់ជាងនេះទៅទៀតហើយថាតែងតែមានតែនាងម្នាក់ឯងនៅក្នុងផ្ទះនេះរឿងនេះធ្វើឲ្យចាងហៅតក់ស្លុតដែលដឹងថាជីវិតរបស់នាងឯក៏ប៉ុណ្ណាម្ដាយរបស់នាងគឺជាអភិបាលក្រុងហើយមិនមានពេលមកផ្ទះខណៈពេលដែលឪពុករបស់នាងតែងតែធ្វើដំណើរដើម្បីរកប្រាក់សម្រាប់គ្រួសារអ្នកមើលថែផ្ទះធ្លាប់ប្រាប់នាងថាអ្នករាល់គ្នាស្រឡាញ់នាងប៉ុន្តែចំពោះយូយហួរនោះមានអារម្មណ៍ដូចជាការចងចាំដ៏សែនឆ្ងាយនាងបានធំធាត់ឡើងដោយគ្មានក្តីស្រឡាញ់ឬការយកចិត្តទុកដាក់ពីឪពុកម្ដាយរបស់នាងចាងហៅទះក្បាលនាងថ្នមហើយក្រាប់នាងថានាងអាចហៅគាត់បានគ្រប់ពេលប្រសិនបើនាងមានអារម្មណ៍ឯកោគាត់រំលឹកនាងថានាងក៏អាចតាក់ទងទៅយួននឹងយីឡងបានដែរព្រោះទ្វីពួកគាត់សុទ្ធតែជាមិត្តនឹងគ្នាឥឡូវនេះយូយហួរញញឹមចំពោះកាយវិការនោះបន្ទាប់មកកាន់ដៃគាត់ហើយទាញគាត់ទៅកាន់ទូខោរកនាងទទួលថានាងត្រូវការបង្ហាញអ្វីមួយដល់គាត់ពេលនាងបើកទ្វារវាបង្ហាញពីការប្រមូលផ្ដុំកាំភ្លើងនិងរដ្ឋៈនាងយកកាំភ្លើងមួយដាមហើយហូបវាទៅចាងហៅដល់និយាយថាវាជាម៉ូដែលដ៏មានតម្លៃបំផុតរបស់នាងប៉ុន្តែចាប់ពីពេលនេះតទៅវាជារបស់គាត់ចាងហៅបូឌីសៃភ្លាមដល់និយាយថាឪពុករបស់គាត់នឹងខឹងយ៉ាងខ្លាំងប្រសិនបើគាត់យកកាំភ្លើងមកផ្ទះប៉ុន្តែយូយហួរនៅតែទទួលនាងប្រាប់គាត់ថាវាជារបស់ដ៏មានតម្លៃបំផុតដែលនាងធ្លាប់មានហើយសូម្បីតែអ្នកបម្រើក៏រំលឹកគាត់ថាមិត្តភក្តិផ្ដល់កាដូឲ្យគ្នាទៅវិញមកនាងនិយាយថានាងចង់ធ្វើជាមិត្តរបស់គាត់អស់មួយជីវិតចាងហៅយល់ពីអត្ថន័យនៅពីក្រោយពាក្យរបស់នាងគាត់ប្រាប់នាងថាពួកគាត់មិនចាំបាច់កាំភ្លើងដើម្បីក្លាយជាមិត្តពិតទេព្រោះចំណងមិត្តភក្តិរបស់ពួកគាត់គឺពិតប្រាកដដោយគ្មានបៀលើបែបនេះយូយហួរស្ទុះទៅអបគាត់យ៉ាងណែននាងនិយាយថាពួកគាត់នឹងនៅជាមួយគ្នាអស់មួយជីវិតហើយនឹងមិនបែកគ្នាឡើយ
បន្ទាប់ពីចំណាយពេលពេញមរសៀលនៃផ្ទះរបស់យូយហួរញរាល់គ្នាក៏ចាក់ចេញហើយចាំងហាវនិយាយថាពួកគេនឹងជួបគ្នាម្ដងទៀតនៅសាលារៀនឆាប់ៗនេះយូយហួរទន្ទឹងរង់ចាំវានៅពេលដែលចាំងហាវនិងយីឡុងដើរត្រឡប់ទៅផ្ទះវិញយីឡុងមិនឈប់និយាយអំពីប្រណីនៃផ្ទះរបស់យូយហួរទេគាត់នៅតែនិយាយថានាងមើលទៅល្អបណ្ណាក្នុងឈុតថ្មីរបស់នាងហើយគាត់មានអារម្មណ៍ចង់ទិញអ្វីថ្មីដើម្បីស្លៀកពាក់ប្រហែលជាអ្វីដែលបរទេសចាំងហាវឆ្លើយថាយីឡុងមានសុខច្រើនណាស់សម្រាប់តុបតែងហើយមិនគួរចំណាយប្រាក់ផែមលើវាទេបន្ទាប់មកចាំងហាវស្រាប់តែនឹកឃើញថាប្រសិនបើមិត្តរបស់គាត់ពិតជាចង់ទិញខោអាវវាជាឱកាសដ៏ល្អសម្រាប់គាត់ផងដែរគាត់ចង់បោះចោលខោអាវពណ៌ផ្កាឈូកដែលមានបួររបស់គាត់ជាយូរមកហើយឥឡូវនេះគាត់អាចជំនួសវាបានដោយក្តីរំភើបគាត់និយាយថាពួកគេនឹងទៅផ្សារទំនើបនៅព្រឹកស្អែកនៅផ្សារទំនើបយីឡុងសួរថាតើមានឱកាសអ្វីចាំងហាវបញ្យល់ថាគាត់គ្រាន់តែចង់កែលម្អទូខោអាវរបស់គាត់បន្តិចគាត់មានប្រាក់ផែមខ្លះពីការងារក្រៅម៉ោងរបស់គាត់ហើយចង់ដើរទិញអីវ៉ាន់ដោយគ្មានដែនកំណត់ពេលវេលាយីឡុងដាក់អារម្មណ៍ដើរទិញអីវ៉ាន់ដ៏ល្អបំផុតរបស់គាត់ហើយជួយចាំងហាវជ្រើសរើសរបស់ដែលល្អបំផុតដែលគាត់អាចរកបានចាំងហាវចំណាយប្រាក់យ៉ាងច្រើនលើទូខោអាវថ្មីរបស់គាត់ហើយគិតថានេះប្រហែលជាអារម្មណ៍របស់ក្មេងស្រីនៅពេលដែលពួកគេទៅដើរទិញអីវ៉ាន់យ៉ាងឈ្ងុតលីឡាមួយសន្ទុះក្រោយមកយីឡុងឃ្លានហើយស្នើឲ្យពួកគេទៅញ៉ាំអីគេដើរទៅភោជនីយដ្ឋានដែលនៅជិតបំផុតហើយខណៈកំពុងកំងចាំងហាវគាត់សម្គាល់ឃើញនរណាម្នាក់កំពុងខ្សឹបអំពីគាត់ដោយហៅគាត់ថាសង្ហាគាត់ងាកទៅរកពួកគេហើយសូម្បីតែយីឡុងក៏មើលទៅមានការភាន់ច្រឡំដែរប៉ុន្តែចាំងហាវមិនខ្វល់ដោយនិយាយថាវាមិនមានអ្វីអាក្រក់ទេហើយពួកគេគួរតែផ្ដោតលើអាហាររបស់ទេទោះយ៉ាងណាក៏ដោយគាត់មិនអាចបំបត្តិអារម្មណ៍ថាគាត់កំពុងត្រូវបានគេខ្លាំមើលទេខណៈពេលដែលគាត់ញ៉ាំក្មេងស្រីម្នាក់លួចថតរូបគាត់នាងនិយាយទៅកាន់មិត្តរបស់នាងថានាងបានរកឃើញប្រាសង្ហាម្នាក់នៅភោជនីយដ្ឋានដែលនាងចង់លាបការនិងមានកូនជាមួយនាងបោះពុះរូបភាពរបស់គាត់នៅអ៊ីនធឺណិតបន្តិចក្រោយមកសុភាវគតិរបស់ចាំងហាវប្រាប់គាត់ឲ្យពាក់មួកនៅពេលអ៊ីឡុងស៊ូថាហេតុមួយចាំងហាវឆ្លើយថាគាត់ត្រូវរក្សាទម្រង់ទាបដោយសារតែរូបរាងរបស់គាត់អ៊ីឡុងមិនមានអារម្មណ៍ចំណែននឹងសម្រស់របស់គាត់ទេផ្ទុយទៅវិញគាត់យល់ស្របថាចាំងហាវគួរតែប្រុងប្រយ័ត្នព្រោះតារាល្បីតាមអ៊ីនធឺណិតស៊ុងស៊ុងតែងតែនិយាយថាមនុស្សត្រូវតែប្រុងប្រយ័ត្នព្រោះមនុស្សរោគចិត្តមាននៅគ្រប់ទីកន្លែងចាំងហាវត្រឹមត្រូវការប្រុងប្រយ័ត្នព្រោះដោយមិនដឹងខ្លួនគាត់កំពុងពេញនិយមនៅលើអ៊ីនធឺណិតគ្រឿងនាមជាសម្រស់ដែលមិនអាចប្រៀបទៅបាននៃភោជនីយដ្ឋានក្មេងស្រីជាច្រើននៅលើអ៊ីនធឺណិតកំពុងចាប់អារម្មណ៍លើគាត់ដោយអង្វរសំឡេងរបស់គាត់ដើម្បីពួកគេអាចនិយាយជាមួយគាត់ក្នុងពេលជាមួយគ្នានោះនារីសក់ពណ៌ត្នោតម្នាក់ឃើញរូបភាពរបស់គាត់នៅពេលដែលនាងគាត់សម្គាល់ថាវាត្រូវបានបង្ហោះដោយលៀងនាងស្រែកដោយក្តីរំភើបព្រោះនាងស្គាល់ក្មេងស្រីនោះនេះមានន័យថានាងមានឱកាសចូលទៅជិតចាំងហាវបន្ទាប់ពីត្រឡប់មកផ្ទះវិញចាំងហាវទន់ខ្លួននៅលើសាឡុងហើយនិយាយថាគាត់ហត់នឿយពីការដើរទិញអីវ៉ាន់ទោះយ៉ាងណាក៏ដោយគាត់គិតថាវាសមនឹងតម្លៃព្រោះឥឡូវនេះគាត់អាចបោះចោលខោអាវចាស់ដ៏គួរឲ្យស្អប់របស់គាត់បានភ្លាមនោះទូរស័ព្ទរបស់គាត់រោទហើយវាជាមិត្តល្បីបំផុតរបស់គាត់ដែលហៅមកម្ដងទៀតចាំងហាវឆ្ងល់ថាហេតុអ្វីបានជាគាត់មិនអាចតបឲ្យគាត់នៅម្នាក់ឯងបានព្រោះពួកគេទើបតែបានជួបគ្នាមួយសន្ទុះមុននេះនៅពេលគាត់ទទួលការហៅអ៊ីឡុងស្រែកថាចាំងហាវល្បីល្បាញហើយកំពុងពេញនិយមនៅលើអ៊ីនធឺណិតចាំងហាវមិនដឹងថាគាត់មានន័យយ៉ាងណាទេជួយអ៊ីឡុងបញ្យល់ថារូបភាពដែលថតនៅភោជនីយដ្ឋានអាហាររហ័សបានសាយភាយយ៉ាងខ្លាំងគាត់ប្រាប់ចាំងហាវឲ្យបើក V-Blog ព្រោះគាត់ស្ថិតនៅការស្វែងរកកំពុងទាំង5រួចហើយក្នុងពេលជាមួយនោះបងស្រីរបស់គាត់លីងកំពុងខឹងសម្បាយព្រោះនាងជឿថារូបភាពទាំងនោះគួរតែជារបស់នាងដើម្បីរក្សាទុកចាំងហាវទីពីផុតបើកម្មវិធីហើយឃើញថាគាត់ជាប់លេខ4ក្នុងចំណាត់ថ្នាក់គាត់រមួលតាមមតិយោបល់រាប់មិនអស់ដែលស្ត្រីហៅគាត់ថា sexy និងស្រស់ស្អាតអ្នកខ្លះថែមទាំងនិយាយថាគាត់គួរតែចូលក្នុងវិស័យកម្សាន្តព្រោះគាត់សង្ហាបែបនេះភោជនីយដ្ឋានផ្ទាល់បានបង្ហោះមតិយោបល់ដោយនិយាយថាពួកគេមានកិត្តិយសណាស់ដែលបរិសុទ្ធស្អាតបំផុតនៅលោកបានមកញ៉ាំនៅទីនោះចាំងហាវភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់មិនអាចជឿភ្នែករបស់គាត់បានទេទោះជាយ៉ាងណាក៏ដោយគាត់បង្ចុះបញ្យល់ខ្លួនឯងថាវាជាការនិយាយបំផ្លាញហើយក្នុងរយៈពេល2ថ្ងៃការភ្ញាក់ផ្អើលនេះនឹងរសាទៅគាត់សម្រេចចិត្តសម្រាកដោយមើលការប្រកួតបន្តបន្ទាល់ប៉ុន្តែការផ្សាយពាណិជ្ជកម្មអាសាភាសលេចឡើងនៅលើអេក្រង់របស់គាត់ហើយគាត់លុបវាចេញយ៉ាងលឿនជាសំណាងល្អផ្នែកលេងហ្គេមមើលទៅធម្មតាជាង
เกมได้กอดโจชัดในแต่เมียนตู้ชีฮาเหล่านี้เนี่ยถือบทบังหารชิกเมงสไรก็ได้กอดกระทามันกูเมียนปัญหาเต้เดารับนาเนียงอ่างเลงบานเปนูหาวได้กลมเด็ดมุ้ยบานการล้างชุมปกอดโดยซากอดเชียมนุกเปงไว้เพราะให้เจกอดอาจชับประดามกาบใส่บรรต่อโดยครวนไอจมวยหนึ่งจำนวนระบอกกอดวีหนึ่งงีสรวยจิงการถวยเจเนนิปนขณะเปได้กอดของปงพิจารณาเรื่องนี้บ้องสรีระบอกกอดจินเดาโชมากเนียงนิเยท้าเนียงบานจำนายเปเป้งมวยหายในวิเชียสารสราวเฉียวหายตัวจะอย่างนี้ก็ด้อยซ่อมใบทะเนียงก็บานหรือทาบวนเพราะตัวระบอกเนียงบ้านคลายจิตราอินเทอร์เน็ตเปลี่ยมได้จางหาวมีอารมณ์ขมาเอียนด้อยดึงทะเนียงก็ดึงได้จินสู่ทัตตากอดบานเจนทะไกลชมวยอีลองไทยนี้ได้กอดกึดทะเนียงประหารเจคึงปันได้กอดสารเพบท่ากอดบานเตยชมวยอีลองเพราะพวกเกแตงปีจองบานข้าวเอาทำไมโดยใช้พวกเกสำเร็จจิตได้เต้นไอวันชมวยขี้เนียงบ่อจุมเฮียนโจมาจิตอย่างคลั่งเพื่อกอดจวบเนื้อเหมือดกันหลายให้ตึกหมกระบาดเนียงปลายจีเมืองมัดเนียงสู่ท่าตาวมินามันเนี่ยรมคานกอดเด้จังฮาวสตักสเตอร์บรรจายตีมาพอดชลายท่าเหมือนเมียนเรื่องแบบนี้กาดลางเตหายประสันบาวเวียกาดลางแมนกอดเมียนตุมหนุกเจ็ดท่ากอดอายกาเปียโคลนบานจินเกิดท่าจังฮาวเช่าละงงเปกเนียงปรับกอดท่าสเตรขนงพิภพโลกนี้กูอาคลาดเทียงเอาไว้ดักกอดอายสมัยบ้านขนาดเป็นเนียงนิเยเนียงอองอาวกอดถนอมนอมเฮารมลึกกอดท่ากอดคือเจโกนโปรสแต่มือกุดด่าเอาพุกระบาปุกเกเมียนประสันบาเมียงเอาไว้กาดลางชมปัวกอดเนียงมันอายปัญญูปรับเอาปุกมาได้ระบาปุกเกบานเตเนียงพรเมียนกอดท่าประสันบาสตรีจำไหลนามันอยากรมคานกอดมาดองเตียดกอดตรึบปรับเนียงเปลี่ยมกอดก็คูตะเอาเนียงดังท่าเนื้อเปงหน้านึ่งกันไหลหน้าแดกกอดหนึ่งเชนตะกราวจินเอาโจจุดคลังนะได้ประสันบาจางหาวสำลึงเมลจอกรอมกอดประกอบเจหนึ่งไตรสังกอดหนึ่งดามตรวงแบบเนียงบรรต่อปีเงียมสงัดมือสันตุทมตีบังพดเนียงถอยกราวให้เงียดเจนเตยบนไตบรรตัวเมาเนียงชุบให้นิเยท่ามีเรื่องจงกรอยมวยดาวมันซัวเนียงยอตัวสับระบอกกอดให้ดอยแฮดพอคลาเรื่องนี้ถั่วไอจางหาวมีอารมณ์ไพในทนายบรรตัวกรมสไตรเมื่อกรมประโมประดมกนิษในคางกล่าวสลาระบอกจางหาวดาวแลกโคลนในกันกมปูดเปรยกอดสดับในเปโปเกนิเยองปีกลายดากอดบาดโคลนเปลี่ยมโปเกนิเยท่ากอดประหายชีกมปุงและโคลนในกระบายนูหายโปเกตรกาสไฟรอกกอดเพราะกำเรอเคยบรอสลาดแบบนี้สอบที่ไงนี่จางหาวหรือรอลเปียกหายกาบไพระบอกกอดจากประดาวการลางกอดมันเดิงทำมีเรื่องไอการลางเต้กอดประหยับยกตู้ซับระบอกกอดเชงหาห้าวเตายีลองดะใบสมจำนวยบรรตามวลเปจังห้าวอานิฮีเอาไว้บ้านยีลองปรับกอดเพลียมไอเนยเตี้ยหายกมหมอกสลาเรียนมินมนุษย์จรานเปกโนตีนุดาวซาตายปอดมินกาปิมเสริมมึงอีเหล่านี้นารอลเนียเดินท่าจังห้าวจีเซิร์ฟในสลานี้ฟูงมนุษย์บานประมูลประดมเนียในครั้งนี้ดำใบลองโพดกอดจังห้าวเตือแต่มันอาจเจอสำนางรบกอดเตตี้เอาไว้ได้กอดช่องบ้านคือทั้งไงสงัดคละนึ่งเอาการดำใบเจงปีพิภพโลกนี้ประตูตัววิ่งเวียนเมียนอารมณ์ท่าในรอลเนียช่องคำกอดยีเหล่าแน่นอมกอดอ้อยชุบสำรักมุชไงหายจีเวียงแพววิวัวกราบปีนี้มินมนุษย์จรานเปกในสลาด้วยหายได้มันโจจิตกวาดหายเหล่านี้กอดมินกาจับอารมณ์ปีรอลแค่นี้จางหาวรถเจนปิกันไหลนุเลื่อนตามทยาถวยตบานห้อยปรับบอนสรีระบอกกอดจินอ้อยดังกอดสมอ้อยนิงสมกาอนุญาตปีอปกระบอกโปเกดำไม่ช่วยบรรจกบงกอดอ้อยโชเปรียนสมใบเตเนียงก็ปรับกอดอ้อยตบเตะหายกมบารำปีเรืองเอาไว้ใส่เนื้อเตะกอดทุนตรอนนะได้ก็มีเอาไว้เฟอกอดสำหรับจัดเฉลียดโอกาสนี้ดำไปศึกษาหนึ่งอนุวัตกาบสายบรรทอบตอลโดยซากอดมีนอายุดอประมาณน้ำกอดมีนอารมณ์ทากอดกัวแต่อาจโรปรักบ้านโดยการเล่นเกมจมนูไอการทวยกากราวเมากราวปีนี้กอดทลอบเจสดัดในเกมนึกขนมชีวิตจาระบอกกอดโจตึกขนมเกมได้กอดโจจิตให้ดึงทัดตัวองตั้งอัดบานพลาบโดปันไตฉบับคือโดยเนียนุหนึ่งมันแมนเจปัญหาสำหรับกอดเทขนมระยะเปลปีใบนิตีกอดตัวบานควาตราคิลส์หนึ่งพันตาคิลส์ประช่างหนึ่งเลี้ยงเสียงเตียดหายกอดเกิดท้ากอดเนื้อไตมีนสมาธิเพียบอารมณ์ในกาคลังมันอาเกราะเทกอดโจจิตเพียบระหัดระหวนหนึ่งจำเนียงเนื้อเปลกอดเคินบูตุงรูปเตียนตุ้ยในครั้งเกมกอดดึงทากอดมันบานบัดบองสมาธิเพียบระบากอดเทกอดจองเล้งมาดังหายมาดังเตียดกอดจำนายเปลเป้งมวยระเสียเลงเนื้อเปลเล็กกอดเนยหอดเนื้อทีบันช็อปกอดดึงทากอดเจ็ดรวยรอลไฮกอดสำรัดเจ็ดทากอดหนึ่งพีอิมจับประดามกับสายบรรทอนในยบหนู
បន្ទាប់ពីអាហារពេលល្ងាចម្ដាយនិងឪពុករបស់គាត់រវល់ជាមួយគ្នានៅលើសាឡុងនៅពេលគាត់សុំខ្លួនហើយនិយាយថាគាត់នឹងទៅបន្ទប់របស់គាត់បងសេរីរបស់គាត់ជីនកំពុងមើលគាត់យ៉ាងដិតដាល់ចាងហៅចាប់ផ្ដើមកាប់ផ្សាយបន្តដើម្បីរបស់គាត់ហើយសារភាពថាគាត់ភ័យបន្តិចគាត់ចូលទៅក្នុងហ្គេម Summer Beach ហើយគាត់សង្កេតឃើញអ្វីប្លែកអំពីអ្នកលេងដែលគាត់បានប្រកួតជាមួយអ្នកលេងនោះតាមគាត់គ្រប់ទីកន្លែងព្យាយាមចាប់គាត់បន្ទាប់មកអ្នកលេងនោះសួរគាត់ថាតើគាត់បានប្រើ Swordsman Slither ដើម្បីចំបាប់គាត់ទេចាងហៅដែលធុញទ្រាន់នឹងការត្រូវបានតាមដាននៅក្នុងហ្គេមបានកម្ចាត់តួអង្គដែលកំពុងតាមគាត់យ៉ាងលឿនភ្លាមបន្ទាប់ពីនោះគាត់ទទួលបានសារពីមនុស្សដដាលសួរថាតើគាត់ពិតជាបានប្រើ Swordsman Slither ដើម្បីកម្ចាត់នាងមែននៅមកខាងទៀតវាគូជាក្មេងស្រីនាងគូជាអ្នកចូលចិត្តលេងហ្គេមហើយនាងព្យាយាមដកសារចំពោះការបរាជ័យរបស់នាងដោយនិយាយថានាងគ្រាន់តែមានទិដ្ឋភាពមិនល្អនាងទទូចថាអ្នកលេងកម្រិតនោះមិនគួរអាចយកឈ្នះនាងបានទេលុះត្រាតែគាត់កំពុងប្រែកកម្មវិធីលួចបន្លំនាងនិយាយថានាងជាម្ចាស់នៃហ្គេមហើយប្រសិនបើនាងមិនអាចឈ្នះទេនាងគួរតែលក់កុំព្យូទ័ររបស់នាងហើយឈប់លេងអ្នកផ្សេងទៀតចាប់ផ្ដើមជីកកក់កាយតួអង្គរបស់ចែងហៅដោយព្យាយាមស្វែងយល់ថាគាត់ជានរណាពិតប្រាកដប៉ុន្តែដោយសារកីឡាអេឡិចត្រូនិកមិនបង្ហាញភេទគ្មាននរណាម្នាក់អាចប្រាប់បានថាគាត់ជាប្រុសឬស្រីទេទោះជាយ៉ាងណាក៏ដោយក្មេងស្រីដែលគាត់បានកំចាត់បដិសេធមិនទទួលយកអ្នកបោកប្រាស់នាងនិយាយថាមានមនុស្សច្រើនណាស់សប្តាហ៍ថ្ងៃនេះដែលប្រើឯកសារคล้ายៗដើម្បីក្លែងខ្លួនជាតារាដើម្បីពួកគេអាចចូលរួមលេងហ្គេមការជជែកជាក្រុមពោរពេញទៅដោយការត្អូញត្អែរហើយចែងហៅកំពុងអានអ្វីគ្រប់ក្រងគាត់ឆ្ងល់ថាហេតុអ្វីបានជាអ្នករាល់គ្នានិយាយអាក្រក់អំពីគាត់នៅពេលដែលគាត់មិនបានធ្វើអ្វីខុសអ្នកលេងចាប់ផ្ដើមផ្ញើសំណើឲ្យគាត់ចូលរួមក្រុមរបស់ពួកគេប៉ុន្តែចែងហៅបដិសេធរាល់សំណើទាំងអស់គាត់និយាយថាគាត់លេងតែម្នាក់ឯងប៉ុណ្ណោះអ្នកផ្សេងទៀតដាក់ស្លាកគាត់ជាមនុស្សក្រអឺតក្រទមភ្លាមពួកគេនិយាយថាគាត់មិនអាចទ្រាំទ្របានក្នុងនាមជាក្មេងប្រុសហើយពួកគេទាំងអស់គ្នាស្បត់ថាពួកគេនឹងបង្រៀនគាត់នៅមេរៀនមួយពួកគេអះអាងថានៅលើក្រោយគាត់មិនហ៊ានចូលទៅក្នុងហ្គេមរបស់ក្មេងស្រីដោយក្លែងខ្លួនជាបុរសទេសូម្បីតែអ្នកលេងដដែលដែលគាត់បានកម្ចាត់ពីមុនក៏ប្រកួតប្រជែងជាមួយគាត់ម្ដងទៀតចែងហៅទទួលយកការប្រកួតប្រជែងដោយមិនស្ទឹកស្ទើរដោយប្រើល្បឿនរបស់គាត់កម្ចាត់នាងភ្លាមលើកនេះនាងដឹងថានាងកំពុងដោះស្រាយជាមួយនរណាម្នាក់ដែលមានកម្រិតផ្សេងនាងប្រញាប់ប្រាប់អ្នកគាំទ្ររបស់នាងកុំឲ្យវាអាថាគាត់ណែនាំថាគាត់ប្រហែលជាគ្រាន់តែជាបរិសុទ្ធដែលថ្មីនឹងហ្គេមហើយមិនយល់ថាការលួចបន្លំត្រូវបានគេយកចិត្តទុកដាក់ធ្ងន់ធ្ងរបណ្ណាចែងហៅស្របពេលនោះសារភាពថាប្រហែលជានាងនិយាយត្រង់ប្រហែលជាភាគីម្ខាងទៀតល្អប៉ុន្តែបន្ទាប់មកគាត់សម្គាល់ឃើញអ្វីមួយដែលធ្វើឲ្យគាត់ឈប់រូបតំណាងតូចនៅផ្នែកខាងលើនៃអេក្រង់បង្ហាញថាការផ្សាយបន្តផ្ទាល់របស់គាត់បានផ្ទុះឡើងភ្លាមជាមួយអ្នកទស្សនាពួកគេកំពុងជន់លិចការជជែកដោយសុំឲ្យគាត់បង្ហាញមុខរបស់គាត់អ្នកខ្លះថែមទាំងគំរាមរាយការគាត់ប្រសិនបើគាត់បដិសេធមនុស្សជាច្រើននិយាយថាពួកគេគិតថាគាត់គ្រាន់តែជាក្មេងដូច្នេះពួកគេចង់បានភស្តុតាងចែងហៅបើកមីក្រូហ្វូនរបស់គាត់ហើយនិយាយដោយសំឡេងពិតរបស់គាត់ប្រាប់ពួកគេយ៉ាងច្បាស់ថាគាត់ជាបុរសហើយថាគាត់គឺជាអ្នកលេងហ្គេមប៉ុន្តែក្មេងស្រីនៅតែមិនជឿគាត់ពួកគេសើចចំអកនិយាយថាមិនមានបុរសណាអាចលេងហ្គេមវីដេអូដូចគាត់ទេបន្ទាប់មកចែងហៅសួរពួកគេថាធ្វើដូចម្ដេចទើបពួកគេរកឃើញការផ្សាយបន្តរបស់គាត់តាំងពីដំបូងព្រោះគាត់មិនបានប្រើកម្មវិធីលួចបន្លំទេគាត់បន្ថែមថាប្រសិនបើពួកគេមិនជឿគាត់ពួកគេអាចមកប្រឈមមុខនឹងគាត់ដោយផ្ទាល់នៅក្នុងហ្គេមភ្លាមនោះការជជែកផ្លាស់ប្ដូរនរណាម្នាក់ស្នើសុំឲ្យគាត់បង្ហាញដៃរបស់គាត់នៅលើកាមេរ៉ាពួកគេទាំងអស់គ្នាចង់ឃើញថាគាត់ជាអ្នកលេងប្រភេទណាចែងហៅមើលចំនួនអ្នកទស្សនារបស់គាត់កើនឡើងដល់ 3.7 លាននាក់គាត់ដឹងថាអ្នកសម្របសម្រួលហ្គេមបានបន្ថែមការផ្សាយរបស់គាត់ទៅក្នុងមេឌៀនាំមុខរួចហើយជាលើកដំបូងគាត់មានអារម្មណ៍រំភើប
ដូច្នេះគាត់បើកកាមេរ៉ារបស់គាត់ហើយបង្ហាញដៃរបស់គាត់និយាយថាមិនមានអ្វីត្រូវបញ្ជាក់ទៀតទេការជជែកផ្ទុះឡើងភ្លាមអ្នកទស្សនាចាប់ដើមភ្ញើបេះដូងសម្រាប់ដៃរបស់គាត់និយាយថាពួកវាមើលទៅស្រស់ស្អាតក្មេងស្រីដែលគាត់បានកម្ចាត់ពីមុនដកដង្ហានធំហើយសារភាពថាប្រសិនបើនាងដឹងថានាងកំពុងលេងជាមួយនរណាម្នាក់ដូចគាត់នាងនឹងព្យាយាមធ្វើជាមិត្តនឹងគាត់ជំនួសឲ្យការប្រយុទ្ធជាមួយគាត់មតិយោបល់ហូរចូលអំពីដៃដែលឃើញសរសៃរបស់គាត់ហើយចែងហៅមិនអាចជឿនៅអ្វីដែលមនុស្សយល់ថាតាក់ទាញជុំទី2ចិត្តចាប់ផ្ដើមហើយដូច្នេះចែងហៅបិទការជជែកព្រោះសារទាំងអស់កំពុងធ្វើឲ្យហ្គេមរបស់គាត់យឺតក្នុងពេលជាមួយគ្នានៅក្នុងអគារសហគ្រិបដ៏ធំមួយក្មេងស្រីអថាកំបាំងម្នាក់អង្គុយនៅមុខអេក្រង់របស់នាងដោយមើលការផ្សាយបន្តផ្ទាល់របស់គាត់ដោយក្តីចាប់អារម្មណ៍យ៉ាងខ្លាំងនាងដឹងភ្លាមថាអ្នកផ្សាយថ្មីនេះកំពុងតាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងហើយប្រសិនបើក្រុមហ៊ុនចុះកិច្ចសន្យាជាមួយគាត់នឹងក្លាយទៅជាទ្រព្យសម្បត្តិដ៏មានតម្លៃនិងជាប្រភពចំណូលដ៏រឹងមាំបន្ទាប់ពីផ្សាយបានមួយសន្ទុះចែងហៅទីបំផុតលាអ្នករាល់គ្នាគាត់អរគុណពួកគេដោយនិយាយថានេះគឺជាការផ្សាយបន្តផ្ទាល់ដំបូងបំផុតរបស់គាត់ហើយគាត់ដឹងគុណចំពោះការគាំទ្រដែលម្នាក់បានផ្ដល់ឲ្យគាត់ប៉ុន្តែក្មេងស្រីនៅក្នុងការផ្សាយបដិសេធមិនឲ្យគាត់ទៅពួកគេអង្វរគាត់ឲ្យនៅយូរជាងនេះនិយាយថា2ម៉ោងគឺមិនគ្រប់គ្រាន់ទេអ្នកខ្លះថែមទាំងនិយាយលេងសើចថាគាត់គួរតែសុំឲ្យម្ដាយរបស់គាត់ពិនិត្យមើលក្រោមគ្រែរបស់គាត់ព្រោះពួកគេស្រឡាញ់គាត់ខ្លាំងណាស់ចែងហៅយល់ថាវាចម្លែកណាស់ដូច្នេះគាត់បិទកុំព្យូទ័ររបស់គាត់ភ្លាមគាត់សម្រេចចិត្តថាថ្ងៃស្អែកគាត់នឹងផ្សាយម្ដងទៀតនៅម៉ោង8ប្រហែលជា2ម៉ោងដូច្នេះគាត់ត្រូវសម្រាកហើយក្រោកពីព្រលឹមដើម្បីត្រៀមខ្លួនដោយសារវាហួសម៉ោង10ហើយគាត់ក៏ចូលគេងដោយគិតថាថ្ងៃស្អែកគាត់នឹងសម្រេចចិត្តថាតើវាមានសុវត្ថិភាពទេក្នុងការត្រឡប់ទៅសាលារៀនវិញនៅថ្ងៃបន្ទាប់ចែងហៅជួបមិត្តល្អបំផុតរបស់គាត់អ៊ីឡុងនៅហាងការ៉េមួយគាត់សួរថាតើនៅមានក្មេងស្រីតាមគាត់ជុំវិញសាលាទេអ៊ីឡុងនិយាយថាមានតិចជាងម្សិលមិញប៉ុន្តែនោះអាចមកពីចែងហៅមិនបានបង្ហាញខ្លួនដូច្នេះពួកគេខ្លះមានអារម្មណ៍ធុញទ្រាន់ហើយចាកចេញទោះជាយ៉ាងណាក៏ដោយនៅតែមាន 2-3 នាក់កំពុងបោះជំរំនៅខាងក្រៅសង្ឃឹមថានឹងបានឃើញគាត់ចែងហៅសង្ឃឹមថាពួកគេនឹងមិននៅទីនោះទេនៅពេលគាត់ត្រឡប់ទៅវិញនៅថ្ងៃស្អែកបន្ទាប់មកអ៊ីឡុងសួរថាចែងហៅកំពុងធ្វើអ្វីខ្លះនាពេលថ្មីនេះចែងហៅនិយាយថាគាត់បានសរសេរប្រលោមល្វិច 2-3 ហើយថែមទាំងបានធ្វើការផ្សាយខ្លះរឿងនេះធ្វើឲ្យភ្នែករបស់អ៊ីឡុងបើកធំគាត់ស្ទើរតែស្រែកទាមទារចង់ដឹងថាចែងហៅចាប់ផ្ដើមផ្សាយតាំងពីពេលណាហើយហេតុអ្វីបានជាគាត់មិនដែលឮអំពីវាគាត់ថែមទាំងនិយាយលេងសើចថាដោយសារចែងហៅពូកែគ្រប់យ៉ាងគាត់ក៏តែពូកែខាងផ្សាយដែរចែងហៅប្រញាប់ប្រាប់គាត់ឲ្យបិទមាត់មុនពេលមានគេឮគាត់ទាញមួកចុះក្រោមដើម្បីបិទបាំងមុខហើយពន្យល់ថាគាត់ទើបតែចាប់ផ្ដើមថ្មីហើយមិនទាន់បានចុះកិច្ចសន្យាទេភ្លាមនោះចែងហៅទទួលបានសារពីក្រុមហ៊ុនផ្សាយដ៏ល្បីល្បាញមួយពួកគេអញ្ជើញគាត់ឲ្យទាក់ទងអ្នកគ្រប់គ្រងរបស់ពួកគេដើម្បីពិភាក្សាអំពីការចុះកិច្ចសន្យាអ៊ីឡុងក៏សម្គាល់ឃើញទុកមុខរបស់ចែងហៅហើយសួរថាមានរឿងអ្វីកើតឡើងចែងហៅពន្យល់ថាវេទិកានេះចង់ឲ្យគាត់ចុះកិច្ចសន្យាជាមួយពួកគេព្រោះការផ្សាយរបស់គាត់បានคล้ายទៅជាការពេញនិយមអ៊ីឡុងរំភើបចិត្តនិយាយថាវាជាដំណឹងល្អហើយចែងហៅគួរតែចុះកិច្ចសន្យាភ្លាមគាត់ទទឹងថាវិជាធម៌តបែកការរបស់ចែងហៅហើយរូបរាងរបស់គាត់ប្រកាសជានឹងជោគជ័យហើយคล้ายទៅជាបរិសុទ្ធដ៏ល្បីល្បាញម្នាក់ក្នុងប្រទេសគាត់សើចដោយស្រមៃថាពេលចែងហៅคล้ายទៅជាតារាល្បីហើយរកប្រាក់បានច្រើនគាត់នឹងអាចទិញអ្វីដែលគាត់ចង់បានសម្រាប់អ៊ីឡុងក្តីស្របិនតែមួយនោះមានអារម្មណ៍ដូចជាការរស់នៅក្នុងក្តីស្រមៃដ៏អស្ចារ្យចែងហៅជជែកថាឥឡូវនេះគាត់គ្រាន់តែជាសិស្សហើយប្រសិនបើការផ្សាយបន្តផ្ទាល់ប៉ះពាល់ដល់ការសិក្សារបស់គាត់នោះគាត់នឹងឈប់ដោយមិនស្តាក់ស្ទើរគាត់ក៏និយាយថាប្រសិនបើគាត់ក្លាយជាតារាអ៊ីនធឺណិតគាត់សង្ស័យថាគាត់នឹងមានភាពឯកជនគាត់ដឹងថាគាត់នឹងត្រូវគេបៀតបៀនទាំងតាមអ៊ីនធឺណិតនិងក្នុងជីវិតពិតហើយទាំងនោះគឺជារឿងចុងក្រោយដែលគាត់ចង់បាន
ยีหลองเพียเฮียมบรรเจาะบรรจอกอดนิเยท้ากอดอาจเปียกมาบานจินิกตามกำเนิดระบอกกอดวิจีวิธีดอหลอดำใบเติดพูลบานกาชับอารัมหายแนะความโตรหนึ่งตามดานกอดหายแทมแต่งพญากะโดไอกอดประเสนบกอดเชียงรือรวมปนตาแจงหาวกำนดพรมแดนมวยเตียดอย่างชับระหะกอดนิเยท้ากอดอาจสายพตอลหนึ่งพบอลพีบสบายริเรียดาวมนุกดาวมันบังหายมุกปนตากอดปะเดซายเหมือนเชียงหนึ่งรวมกรอนแต่ดำใบอ่องวอสมกะโดสำหรับปีนี้เชียงฮาวนิเยทากอดเตรจากเจงโดยเฉพาะผู้เกตั้งปีก็ใบเนียเอาไว้แต่ผู้เกมันดังคือท้าเขมงสไรมือกู้บานตามด้านเชียงฮาวปีจำง่ายเนื่องปีผู้เกแต่ดอเพลาโต้ยมวยเชียงฮาวกอดสำกอลขึ้นหนอนามันแนกกำปงตามผู้เกกอดปรับยีลองเพลียมทากอดเตรชบเนืบซาตุ่มเนืบหายทากอดอายเตอมันแนแองปีตีนี่ยีหลังมันซองใส่ไว้โดยเฉพาะกอดตุกเจียงฮาวเนื้อขังกรอยเปลยีลังบัดตือเจียงฮาวสำลังมือจุมวินเพลาโต้ยด่าสงัดจรุงามกอดประกาศอย่างสงบสงัดท้ามันจำบัดเล็กครวนเตียเตหอยทาโนนาก็ดอยด่ากำปงตามกอดอายบังหายครวนบานเปนุหายด่าแนะเลงเขมรตุ่มเนืองมันยักดาเชงปีสระเมาเนียงอยู่เยี่ยมได้กอดหอยนิเยท้าเนียงสำนางนะได้หนหน้ามันยักดุยกวดบานดาโจนหมอกขดองดำบันระบอเนียงโดยให้กวดทาเขมงสังหาเนียงสนาวสมมือแทยกอดเจียงหาวสำลังมือเตอวิ่งยางตระเจาะหายสู้ถาเต้าเนียงจีนหน้าเติบเฮียนนิเยจิมวยกอดแบบนี้โกนใจระบอกกรมแนเลงเขมงตุ่มเนื้องนิเยล้างหายสู้ทาเพื่อโดยมาได้เจียงหาวมันดังทาบองสไรลิวชินจีนหน้านิ้วนิเยท้าลิวชินกำมาเสดเพลย์แทงออกขนมดำบอลนี่เจียงฮาวชลอยอย่างสงัดทากอดมันสกอลหนอนามันแนะชโมลิวชินได้เจียมาจ้าเพลย์หายตัวใบจีเนียงเจียมาจ้าก็ได้ก็กอดมันจับอารามจีมวยเนียงได้ดูชนะเนียงกลัวแต่ชบนิเยเรื่องมันซ้ำแฮดเพากุนเจ้ามันแนะเตียดดาชวนมาจิตหายสัวทาตาละคแมงนี่จงสลับเตโปรกเมนหนอนามันแนะนิเยจมวยลิวชินแบบนี้เตบรรดามนเปลียงอาจบรรทอลิวชินโจไนก็เจ้าเมาจำนวนออยกาออกุลเนี่ยดาตามระบอบเนียงดาเขมงสไรนุจำมกหายปรับเนียงกุมออยเฉลยดาสัตจึงเจิมตุ้ดดัสรสะอาดระบอบเนียงลิวชินสำเริงเมื่อจางหาวหายนิเยธากวดมินบุคลิกลักษณะจรานหายเนียงเจ้าเจ็ดนุเนียงนิเยธาอินเทอร์เน็ตนิเยเตอองปีกวดทากวดคือจีบรสังหาหายเนียงบานรัดเจ็ดเถื่อไอกวดคล้ายจีระบอบเนียงประตอบหมอกลิวชินปุญโยธามนุษย์ระบอบเนียงมันบ้านพี่เยี่ยมเถื่อไอกวดอ่อนเจ็ดเตหายประหายเจกวดโยลจะลอมปัญแต่เอาไว้ได้สำคัญปมพดคือเนียงจ้องไอกวดคล้ายชีสังสารระบอบเนียงเจธนูหมอกเวนเนียงนิเยธาเนียงนึงอายปรักมวยเมือนแยนจีเรียงรอขายเจปรักขายจางเฮาเก็ดเพลียมทาจำนวนนี้ตัวเปกขนมเปจมวยนุกอดดังทาบรฟจิจรานหนึ่งจัดตุกทาวิจิกเรสมบุนได้ตรือบานสตรีเมียนตรอบสมบัติตัวโยกกอดสารเพบจุมปวกคลุนไอทาลิวชีสรัสอาดหนึ่งนึ่งนวมจมวยหนึ่งเรียงกายเริงมวมหนึ่งสมใบแต่ซักดมปวดแอมือคืนปันแต่ประตอบเมากอดสวกคลุนไอทาตากาทุยจิบรสเมียนในทาปึ้งแปะเลนเอ็กซ์ตรีเมนเตกำเนิดนี้มันสำหนึ่งกอดเต้โดยชนะกอดปฏิเสธสำเนื้อระบบเนียงให้ปรับเนียงออยจากจันขณะเปได้จังห้าวเงียกจันลิวชินห้าวมาดอนเตียดเนียงนี้ใหญ่ทาสอบทางไงนี้วีจีเรื่องธรรมดาสำหรับเขมงเพราะได้เตรบานสตรีจัดเชียงโยกตัวจริงจิมให้เนียงอายดำลังปรากบ้านประสันบากอดมันปิ้งจัดหนึ่งกลายดำบงเนียงประเมียนกอดอายเกิดบันจะบัดมนหนึ่งปัดแสดปลุกประสันบากอดนี้ใหญ่ทาเตรอเตียมเนียงหนึ่งเตรปรากำลังเนียงดอกกำบัดบดเจงบังเวียในจุมเรียงเรียบได้อบะเนียงหายนิเยธาเนียงสะอาดกาบ่มพลายมุกดัสระสะอาดแบบนี้เนียงการกำบัดในจัดกอดจิกากำเรียมกำแห้งมุกกำบัดในชงายปีสบายระบักกอดแต่เป็นมันอิงเป็นเนาะจางหาวมันหยุ่นเยิดโดยซากอดแจกกำบัดกุนกุงฟูกอดจับกระไดระบักเนียงยังเลื่อนให้บ่งเวียกำบัดระบวดปีใดระบักเนียงให้แถลกหมกใดจางหาวเร็ดบรรตอกจมโหระบักกอดให้เกิดจมพวกครุนไอท่ากอดบ้านรกขืยนนามาแนกได้กอดไอเปล่าดำใบอนุวัตกุ้งฟูระบักกอดจางหาวบุกแกงใดระบอกกอดตะเลืองตรวงระบอกลิวชินทั่วออนเนียงดัวถอยกรอยขณะเปดเนียงกันใบดงระบอกเนียงเจประเตติกบรรทายมุนเปเนียงไอเงือบหลังวิงก้าตอดมวยบันฮอตหมอกจอมมุกระบอกกอดจางหาวเกจเจงตอนเปวิเลียให้รถกัดกำลังละได้กอดชากโยกำบัดปีใดให้เงียบหมอกวิงเลือกนี้จุงงนมุกกำบัดตะการกลุ่มอยากเลงกำเตืองกอดประเมียนกอดอ้อยตุกกอดเนิมแนกไอ
កូនចៅម្នាក់របស់លាវឈិនដែលទៅមុខហើយនិយាយថាក្មេងនេះពិតជាចង់ប្រយុទ្ធប៉ុន្តែលាវឈិនលើកដៃរបស់នាងហើយបញ្ជាឲ្យពួកគេទាំងអស់គ្នាថយក្រោយនាងនិយាយថានាងចង់ផ្សាំងឆ្មាព្រៃនេះដោយខ្លួនឯងដោយបត់ដៃអាវរបស់នាងឡើងនាងដើរទៅរកគាត់ដោយស្នាមញញឹមជឿជាក់ចែងហាវសម្រួលដង្ហើមរបស់គាត់គិតថាស្ត្រីនៅក្នុងពិភពលោកនេះមានប្រៀបពីធម្មតាដូច្នេះប្រសិនបើគាត់ចង់ឈ្នះគាត់ត្រូវតែរកវិធីផ្សេងគាត់កាន់កាំបិតហើយក្រវីវាម្ដងហើយម្ដងទៀតបង្ខំឲ្យលាវឈិនថយក្រោយជាមួយនឹងដៃទំនេររបស់គាត់ទាញទូរស័ព្ទរបស់គាត់ចេញហើយហៅទៅប៉ូលីសគាត់ព្រមាននាងថាប្រសិនបើនាងមិនឈប់គាត់នឹងប្រាប់ឈ្មោះរបស់នាងទៅពួកគេលាវឈិនកាំងដឹងថាចែងហាវមិនត្រឹមតែមានជំនាញប៉ុណ្ណោះថែមទាំងឆ្លាតទៀតផងនាងបន្ថយការការពាររបស់នាងហើយដើរចេញដោយសម្រេចចិត្តបោះបង់ចោលអ្នកដើរតាមរបស់ពួកគេមើលមកនាងដោយភាពតក់ស្លុតមិនអាចជឿថាមេដឹកនាំដ៏កាយសាហាវរបស់ពួកគេកំពុងអនុញ្ញាតឲ្យក្មេងប្រុសនេះដើរចេញដោយសេរីប៉ុន្តែលាវឈិនញញឹមហើយប្រាប់ពួកគេថាពេលខ្លះការអត់ធ្មត់គឺត្រូវការជាពិសេសនៅពេលនិយាយអំពីនាគសង្ហានាងសួរចែងហាវឈ្មោះអ្វីគាត់ឆ្លើយណែនាំខ្លួនគាត់ប៉ុន្តែរំលឹកនាងយ៉ាងរហ័សឲ្យនៅឲ្យឆ្ងាយព្រោះការហៅទូរស័ព្ទនៅតែសកម្មលាវឈិនកំបបមាត់ហើយនិយាយថានាងនឹងចងចាំគាត់ភ្នែករបស់នាងនៅតែជាប់ចិត្តដោយការល្បួងខណៈពេលដែលចែងហាវកំពុងប្រយុទ្ធកូនចៅម្នាក់របស់លាវឈិនលួចថតរូបគាត់ក្នុងសកម្មភាពហើយបង្ហោះវាទៅក្នុងអ៊ីនធឺណិតរូបភាពចាប់ផ្ដើមសាយភាយយ៉ាងលឿននៅឆ្ងាយក្នុងសហគមន៍ដ៏មានឥទ្ធិពលមួយស្ត្រីម្នាក់អង្គុយនៅក្បាលតុឈ្មោះរបស់នាងគឺ Miss Way ហើយវត្តមានរបស់នាងបំពេញបន្ទប់ដោយភាពតានតឹងបុគ្គលិកនៅក្រោមនាងបង្ហាញការរកឃើញរបស់ពួកគេនិយាយថាពួកគេបានរកឃើញបេក្ខជនដ៏រឹងមាំម្នាក់ប្រធានាធិបតីស្ដាប់ដោយយកចិត្តទុកដាក់បន្ទាប់មកបញ្ជាឲ្យពួកគេចុះកិច្ចសន្យាជាមួយគាត់ភ្លាមជាមួយនឹងទំនុកចិត្តថាក្មេងប្រុសនេះនឹងទទួលបានជោគជ័យ Miss Way អង្គុយនៅក្នុងការិយាល័យរបស់នាងដែលកាន់បារីក្នុងដៃហើយឆ្ងល់ថាហេតុអ្វីបានជានាងត្រូវដោះស្រាយជាមួយនឹងការជ្រើសរើសបុគ្គលិកនាងគិតថាការនាំយកមនុស្សថ្មីចូលគឺដូចជាការងារសម្រាប់អ្នកប្រមាណក្បាលមិនមែនសម្រាប់នាងទេប៉ុន្តែបន្ទាប់មកនាងសួរខ្លួនឯងថាហេតុអ្វីបានជានាងគួរព្រួយបារម្ភពីរឿងនេះតាំងពីដំបូងមេបញ្ជាការទី2របស់នាងយល់ស្របប៉ុន្តែរំលឹកនាងថានេះគឺជាការបញ្ជាដោយផ្ទាល់ពីប្រធានាធិបតីចង់ណែនាំក្មេងប្រុសថ្មីហើយថែមទាំងសុំនិយាយជាមួយគាត់ដោយផ្ទាល់ទៀតផង Miss Way រុនហើយសួរថាតើម្ដាយរបស់នាងធន់ទ្រាំនឹងការដេញតាមមុខថ្មីដែរឬទេនាងរអ៊ូថាតើម្ដាយរបស់នាងពិតចង់រកបរិសុទ្ធវ័យក្មេងដើម្បីដើរតួជាឪពុកមែនទេបន្ទាប់មកនាងសុំមើលរូបភាពជំនួយការហួយពួកវាឲ្យហើយជាការពិតនោះវាគឺជារូបថតរបស់ចង្ហាវខណៈពេលដែលគាត់កំពុងប្រយុទ្ធ Miss Way សិក្សាវាយ៉ាងយកចិត្តទុកដាក់នាងក៏សម្គាល់ថាគាត់នៅតែមើលទៅដូចជាសិស្សវិទ្យាល័យប៉ុន្តែវត្តមាននិងបុគ្គលិកលក្ខណៈរបស់គាត់លេចធ្លោនាងគិតថាប្រសិនបើពួកគេបន្តបណ្ដាគាត់តាមវិធីត្រឹមត្រូវគាត់អាចក្លាយជាជោគជ័យដ៏ធំសម្រាប់ក្រុមហ៊ុននាងបញ្ជាឲ្យជំនួយការរបស់នាងស៊ើបអង្កេតចង្ហាវហើយនាំយករបាយការណ៍ពេញលេញមកនាងនៅរុស្ស៊ីនោះបន្ទាប់ពីពួកគេចាក់ចេញ Miss Way ដើរទៅបង្អួចហៅសម្លឹងមើលទីក្រុងខាងក្រោមមួយសន្ទុះនាងឆ្ងល់អំពីក្មេងប្រុសដែលបានគ្រប់គ្រងការចាប់អារម្មណ៍របស់នាងក្មេងប្រុសនោះជាការពិតនោះគឺចង្ហាវក្នុងពេលជាមួយគ្នានោះនៅក្នុងទីធ្លាសាលាចង្ហាវកំពុងលេងបាល់បោះអ៊ីឡុងឈរនៅក្បែរនោះដោយច្បាស់ជាធុញទ្រាន់នៅពេលចង្ហាវកណ្ដាស់អ៊ីឡុងប្រាប់គាត់ថាប្រសិនបើគាត់ផ្ដាសាយគាត់មិនគួរលេងគាត់និយាយថាចង្ហាវគួរតែគ្រាន់តែអបអរពីកន្លែងអង្គុយព្រោះបាល់បោះជាកីឡាសម្រាប់ក្មេងស្រីចង្ហាវក្រវីក្បាលហើយនិយាយថាគាត់មិនផ្ដាសាយទេវាគ្រាន់តែជាការកណ្ដាស់ហើយបាល់បោះមិនសម្រាប់តែក្មេងស្រីទេគាត់ចាប់បាល់ហើយបោះត្រង់ចូលក្នុងកន្ត្រកនៅពេលគាត់លូតផ្នែកខាត់ពីអាវរបស់គាត់ងើបឡើងហើយក្មេងស្រីម្នាក់ដែលមើលពីចម្ងាយដកដង្ហៅធំនាងមានអារម្មណ៍ថានាងទើបតែបានឃើញអ្វីដែលស្រស់ស្រាតចង្ហាវជួមកហើយបង្ហាញចំណុចរបស់គាត់បង្ហាញយ៉ាងក្មេងប្រុសក៏អាចភ្លឺស្វែងនៅបាល់បោះដែរអ៊ីឡុងដកដង្ហើមធំប្រកបមិនមានជីវិតគាត់ដែលកំពុងអបអរហ្វូងក្មេងស្រីទាំង4គឺស្រែកឆ្វេងចង្ហាវសម្លេងរបស់ពួកគេកើនឡើងសម្រាប់អ្នកលេងល្បឿនទីបិណ្ឌលក់លេខទីទៀនបន្ទាប់មកយីឡុងនិយាយជាមួយយូហွာគាត់និយាយថាវាចម្លែកណាស់ដែលចង្ហាវបានក្លាយជាមនុស្សល្បីល្បាញស្ទើរតែមួយយប់
อยู่หัวยลสรอบทาเวียจิรึงมันธรรมดาปันท้ายก็นิยัยท้าดอรับนาจังฮาวสบายเชิดหนูเฮ้ยชีเอาไว้ได้สำคัญยีลงงอกกระบ่าวดาวตัวสกอท้าจังฮาวปิดชีโลยนะได้สำใบแต่ชินกเมงไสรแดเอียนขมัดบำพดนึกรองสาลาก่อนลงสระไหลกอดได้มันชงายบันมันฟังอังกุ้ยจิมวยกลเจ้าระเบาะเนียงสายจำออกเฮยในเยื่อท้าจังฮาวกรอนตายโจจิตเตียกเตียงกาจับอารมณ์พิกเมงไสรบันเนาะเนียงชงอท้าแฮดเอาไว้บ้านจีกเมียงโนนามันยักเมือลคืนเทียดปัดระบอกกอดฟังอ่างท้าจังฮาวเหมือนเมียนเอาไว้กราวปีกเมียงโปรกระเอิดกระตมได้ถ้วยจีบริสุทธิ์โกนเจ้าระบอกเนียงฉลายท้าเมียงไสรเตรบานเบิดแผนกดอยมุกระบอกกอดหายมันโยลท้ากวดจีมนุษย์ประเภทหน้าได้กวดประเมียนฟังท้าปูเก้มันเตรบันทัวใดขนมเปจมวยขเนียนุเมียงไสรมันอยากเลียกคล้วนในปีกรอยสอมวยเนียงลวยถอดรูปจางหาวดอยสืบรับคลวนไอท่าบองไสรเลียวซินสอนยาท่าหนึ่งดอดปรากอยเนียงสมใบแต่รูปพีประเลอเนียงเกิดท่ารูปพีตั้งนี้หนึ่งดำนากาสำหรับแผนการระบอเนียงจางหาวสำหรับแต่แงกกระเบาหาวสำเลืองตือติดาวระบอเนียงปันแต้เนื้อเป็นแต่ก่อนมันเคินเอาไว้ซอกอดก็มันขวากอดเกิดท่ากอดประหายที่สำไรเคินเอาไว้หาวตรลบเตเลงเกมเบิงงักตามดานบรรตาบกามราระบอเนียงหาวใหญ่ยำเนียงประกอบท่าเนียงอาจจะตรวจบานปี$100สำหรับรูปถอดถึงนี้หาวเนื้อเครื่องกำเนิดระเบาะเนียงกาเบาประเมือเพียกไตเมืองกดระเบาะจางหาวหนึ่งเมียนดมไหลเนยเจาะโจสลาจังฮาวหนึ่งยุยฮานิเยเลียจังฮาวเตี้ยกบาลเนียงหอยปรับเนียงทาปวกเกหนึ่งจุบเขียมาดองเตี้ยชับนี่ยุยฮาอย่ายุ้มหอยไปนุกเมียนอารมณ์ตนฟลุนหนึ่งเกาะกระดาวยีลงได้มันจ้องอ่อยเกตกเจ้าบานตองได้จังฮาวนิเยทาจังฮาวก็กู้แต่ประดาวกาเลียดอสามรมดอกกวาดได้จังฮาวกรอนแต่ซัดรุ่นกวาดเจงติดหอยประพฤติจูบกอดโดยมืดแพ็กก็ต้องระเบียบธรรมดาระบอกกอดเปิ้นตายบนตัวนกจางฮาวสรับแต่ฉุบพเนกระบอกกอดเงี้ยตรกกำปูกปรีหาวกอดสำคอลเคยปันลือปราในแก้วกามราโนรมนักกำปุ้งถอดรูปกอดยีลงมันเคยเวียเตปันตายวิญญาณระบาดจังฮาวคือมุดสรวยนั่งปรงประหยัดรุ่ยเตอหาวกอดบงรวมพเนกหาวระอูทาเวียประหารจีเขมียนเอาไว้เตปันได้กอดมันอายบอมบัดอารมณ์มันสรวลได้กอดกำปงตระเกคลาเมลมวยสันตุกำเนิดมวยบานคลองกัดคลองจัดระบอกกอดต้าวเนปีกราวกาเมราอายเจ็บบองใส่ระบอกกอดจินเตจางหาวตีบุมพดตุกจัดเลือกาสังใส่ระบอกกอดหาวดาวตรกดามเชื้อได้เมียนเมงใส่มันเนี่ยกำปงแลกคลวนเนียงเพยสลอนสลาหาวจับด้ามระอูทาเนียงมันบานเฟือไว้เขาเทจางหาวเมื่อเตอคังสำเร็งระบอกกอดหมดสรุยปันตาขนงเปจมุยนุกอดมีอารามทูสราบันติกได้มนุและคลวนในตินุมันแมนจีบองใส่ระบอกกอดจินกอดเตรียมเตียตุรสาประบอกเนียงดอยนิเจทากอดจองปีนัดเมื่อทาเนียงกำปงถอดกอดหรือออดกำเมงใส่กับเปียคล้วนดอยตัวทาเนียงกรอมแต่ถอดรูปเตียสเพียบบรรดาจางฮาวมือจ้างบ่าวเตกอดบังหานวิดีโอแดเนียงบานลุยถอดกอดดอยออดพลังกำเมงใส่ตีบมพดสารเพียบทาเนียงเตรบานบมพบกุมเปียดอยบองใส่ลิวซินได้บรรจุกุมเปียโปเกเอยเฟอแบบนี้ยงตามเนียงโปเกไอลูกรูปเพียบขนมตำไล$100ขนมหมูสันเลิกดารามนามุกระบามนุษย์บาจังฮาวมันไอเจือทาลิวซินเนื้อตาเตียงซ้ายนำไปกรอยฉากกเมงเสรเป็นยันดอยไผ่ทาลิวซินชิเมเป็นพระกอดระบาดตำบอนนี้จังฮาวปรับเนียงทักกอดโยลบรรทายประสันบันเนียงรูปรูปเพียบเนียงเมียนเสรเพียบของกาจะเจนเนียงประยับเถื่อตามเอาไว้ในกอดนี้เย่มันตัวมารถเจนเตยโดยเกิดทานี่จีปัญหาระบาดลิวซินไอแล้วนี่หาเนียงทรกวิธีดัสไรเวียโดยโคลนไอเนื้อไงสาวจางเฮาเติบสาตมเนิบจมวยอีล่องรมเพิบจิตหายสัวถาเต้าจางเฮาบานเจาะเกตสัญญาจมวยกรมพลภาษาเฮาหรือเนงจางเฮางกกบาลหอยนิเยทากอดบานเผื่อห้อยหอยมันตรำแต่ปะเนาะกอดอายกำนัดและคันตอดครวนบ้านหอยกูอายพยักเผากลุ่มหุ้นบานโยยโปรมเรื่องดำบงได้จางเฮาเตรียมเตี้ยคือโยกาโดปีกาใส่หมุนระบบกอดหมกวิงอะไรนี้กอดตระกาจุมนวยปีอีลงดำใบสำรัดจัดถาต้ามวยนาตระเรศาตุกหอยมวยนาตระประกลไอวิงอีล้อมรุงเพิบเจ็ดปรถาต้าเมียนนามันโจจัดการโดยเอ็ดกิจไพลก็แทมแทงในยีเลงซอยดักจางเฮาโดยสัวถาต้ามีนกเมสเรปิแสนามันเนกพญาเอาไว้ไอกอดได้ขนมเปจมวยเคียนุกอดเมียนอารมณ์ถาเตรือบานกบดบันติกแดจางเฮามันบานปราบกอดปีมุ่นปันแต่นเปลได้จางเฮาปุนยนอีล่องดังทากอดกรอนแต่จองติงกาโดไอบองเสรระบอบกอดชีวิตที่ในการตอบสนองชุมปัวกระเวลได้เนียงบ้านปดาลอยกอด
បន្ទាប់មកអ៊ីឡុងសួរអំពីលក្ខខណ្ឌដែលចាងហៅកំណត់ជាមួយក្រុមហ៊ុនចាងហៅពន្យល់យ៉ាងច្បាស់ថាគាត់នឹងមិនបង្ហាញមករបស់គាត់ទេប្រសិនបើគាត់មិនចង់គាត់អាចបង្កើតមាតិកាផ្សេងក្រៅពីការលេងហ្គេមប៉ុន្តែលុះត្រាតែគាត់ជឿរ៉េតគាត់នឹងមិនចូលរួមព្រឹត្តិការណ៍ក្រៅបណ្ដាញទេលើកលែងតែគាត់យល់ព្រមការផ្សាយបន្តតរបស់គាត់នឹងដំណើរការ2ម៉ោងជារៀងរាល់ថ្ងៃបន្ថែមដល់5ម៉ោងនៅចុងសប្តាហ៍ប៉ុន្តែមានថ្ងៃជប់សម្រាកយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្តាហ៍ហើយសំខាន់បំផុតគាត់នឹងតែដឹងជាមុនប្រសិនបើក្រុមហ៊ុនរំពឹងថាគាត់នឹងធ្វើអ្វីមួយក្រៅពីការលេងហ្គេមលើពីនេះទៅទៀតមុខរបស់គាត់នឹងនៅតែជាឯកជនអ៊ីឡុងមានការចាប់អារម្មណ៍ហើយប្រាប់ចាងហៅថាគាត់ពិតជាអ្នកចរចាដ៏អស្ចារ្យគាត់ជឿថាក្រុមហ៊ុនយល់ព្រមព្រោះចាងហៅជាអ្នកផ្សាយដ៏ល្បីល្បាញបំផុតម្នាក់របស់គេរួចទៅហើយឮបែបនេះចាងហៅមុខក្រហមបន្តិចដោយខ្មាស់អៀននឹងការសរសើរប៉ុន្តែដូចរដងគ្រប់ទីកន្លែងដែលចាងហៅទៅគាត់ភ្លឺស្វាងក្នុងចំណោមហ្វូងមនុស្សសម្បីតែនៅផ្សារទំនើបហ្វាងនឹងក្រុមដែលចូលចិត្តធ្វើបាបរបស់នាងកំពុងសម្លឹងមើលគាត់ពួកគេសើចចំអកឲ្យគាត់ដោយហៅគាត់ថាជាសម្រស់លេខ1នៃសាលាប៉ុន្តែក្នុងពេលជាមួយគ្នានោះដាក់ស្លាគាត់ថាជាមនុស្សបរិសុទ្ធដែលតែងតែជាប់ពាក្យប៉ុននឹងក្មេងស្រីរោគចិត្តចំពោះពួកគេវាធ្វើឲ្យគាត់មើលទៅល្ងងដូចជាប៊ីមបូកូនចៅម្នាក់របស់ហ្វាងសើចចំអកដោយនិយាយថាប្រសិនបើពួកគេស្រស់ស្អាតដូចចាងហៅពួកគេនឹងមិនខ្ជិះខ្ជាយវាទៅលើរឿងមិនបរិសុទ្ធដូចគាត់ទេពួកគេតូនត្រែថាពួកគេស្អប់មនុស្សដែលប្រើរូបរាងរបស់ពួកគេដើម្បីរួចខ្លួនពីអាកប្បកិរិយាគួរឲ្យខ្មាស់អៀនកូនចៅម្នាក់ទៀតព្យាយាមបង្កបញ្ហាងាកទៅរកបងស្រីរបស់នាងហ្វាងហើយនិយាយថានាងគួរតែបញ្ចេញកំហឹងដោយអស់អ្នករកគ្នាទៅហាងកែសម្ផស្សក្បាលនោះដើម្បីពិនិត្យមើលក្រែមលាបមាត់ថ្មីប៉ុន្តែហ្វាងញញឹមដោយបាក់ដៃបដិសេធគំនិតនេះនាងបញ្យល់ថាឪពុករបស់នាងទើបតែប្រកបប្រាក់ចាយវាយយ៉ាងច្រើនឲ្យនាងដូច្នេះនាងអាចទិញក្រែមលាបមាត់ឲ្យកូនចៅរបស់នាងបានយ៉ាងងាយស្រួលយ៉ាងណាមិញពួកគេមិនមានតម្លៃអ្វីសម្រាប់នាងទេក្មេងស្រីទាំងនោះអបអរសាទរចំពោះចិត្តសប្បុរសរបស់នាងដោយស្ដាប់តាមរាល់ពាក្យរបស់នាងបន្ទាប់មកហ្វាងអូនជយសម្លេងរបស់នាងធ្លាក់ចុះទៅជាអ្វីដែលត្រជាក់ជាងជាការសាក់លភាពស្មោះត្រង់របស់ពួកគេនាងបញ្ជាឲ្យពួកគេបង្រៀនចាងហៅនៅមេរៀនមួយដោយក្តីរំភើបកូនចៅសន្យាថាពួកគេនឹងធ្វើឲ្យគាត់យំផែនការដ៏អស្ចារ្យរបស់ពួកគេគឺចាប់គាត់ដែលមិនឲ្យដឹងខ្លួនថតរូបដែលមិនសមរម្យហើយបិទវាពីអ៊ីនធឺណិតដើម្បីឲ្យសាលាទាំងមួយបានឃើញថាគាត់អាក្រក់ប៉ុណ្ណាហ្វាងមិនថែមការព្រមានថាពួកគេគួរតែរកកន្លែងឯកជនឆ្ងាយពីភ្នែកតែឃ្លាមើលបើមិនដូចទេតែពួកគេនឹងប្រទួយនឹងការចាប់បាននាងញញឹមដោយស្រមៃពីហ្វីអាម៉ាផែនការរបស់នាងគឺអាក្រក់មានន័យថាបំផ្លាញកិត្តិយសរបស់គាត់ការហួចចិត្តជាការបិទគឺថាមិនថាពួកគេខំប្រឹងយ៉ាងណាទេវាពិតជាមិនអាចទទួលខ្លួនទេក្នុងការធ្វើឲ្យចាងហៅមើលទៅអាក្រក់គាត់គ្រាន់តែសង្ហាដោយមិនចាំបាច់ប្រឹងចាងហៅទិញរបស់ដៃមានតម្លៃថ្លៃសម្រាប់បងស្រីរបស់គាត់ហើយអ៊ីឡុងបញ្ចេញមតិថាគាត់ត្រូវតែជាបងប្រុសដ៏ល្អម្នាក់ព្រោះការចំណាយជាង$1000លើខ្សែក្រវ៉ាត់ដែលមានតម្លៃថ្លៃបែបនេះបង្ហាញថាគាត់យកចិត្តទុកដាក់ប៉ុណ្ណាចាងហៅសារភាពថាតាំងពីគាត់ចុះឈ្មោះនៅលើវេទិកាផ្សាយបន្តផ្ទាល់ប្រាក់ខែប្រចាំថ្ងៃរបស់គាត់គឺលើសពីគ្រប់គ្រាន់គាត់បញ្យល់ថាជីនថែមទាំងបានផ្ដល់ក្រវិលពិតៗឲ្យគាត់ដូច្នេះវាសមហេតុផលសម្រាប់គាត់ក្នុងការផ្ដល់ឲ្យនាងនៅអ្វីដែលមានតម្លៃស្មើគ្នាអ៊ីឡុងមិនអាចជឿអ្វីដែលគាត់ឮទេក្រវិលពិតៗគាត់ទទួលចង់សឿងវាភ្លាមអ្នកទាំងពីរនិយាយគ្នានៅពេលពួកគេធ្វើដំណើរទៅកាន់បន្ទប់ទឹកដោយមិនដឹងថាហ្វាំងនិងកូនចៅរបស់នាងកំពុងលួចតាមពីក្រោយក្មេងស្រីទាំងនោះមើលឃើញថានេះជាឱកាសរបស់ពួកគេដើម្បីធ្វើបាបចាងហៅនិងថតរូបដែលគួរឲ្យអាម៉ាទោះជាយ៉ាងណាក៏ដោយហ្វាំងដកខ្លួនចេញពីស្ថានភាពហើយប្រាប់កូនចៅរបស់នាងឲ្យតាមក្មេងប្រុសចូលទៅខាងក្នុងខណៈពេលដែលនាងខ្លាំមើលនៅខាងក្រៅតាមពីកាត់នាងព្រួយរបងថាប្រសិនបើចាងហៅឃើញនាងនៅក្នុងបន្ទប់ទឹកគាត់អាចនឹងសោកស្ដាយពីចចាមអារ៉ាមថានាងកំពុងតាមដានគាត់កូនចៅរបស់នាងងងពេកមិនយល់ពីការស្តាក់ស្ទើររបស់នាងដូច្នេះពួកគេបន្តជាមួយផែនការនៅខាងក្នុងចាងហៅដើរចេញពីបង្គន់ខណៈពេលដែលអ៊ីឡុងរវល់ទប់តែងខ្លួនចាងហៅប្រាប់គាត់ដោយធម្មតាឲ្យឈប់ប្រើទឹកអប់នោះព្រោះវាធ្វើឲ្យគាត់មានក្លិនដូចជាគាត់កំពុងព្យាយាមផ្សាយពាណិជ្ជកម្មវានៅពេលនោះកូនចៅរបស់ហ្វាំងពីរនាក់បានរត់ចូលទៅក្នុងបន្ទប់ទឹកបរោះម្នាក់ក្នុងពួកគេព្យាយាមបុកចាងហៅប៉ុន្តែគាត់ចំពុកជើងហើយចិត្តដួលផ្កាប់មុខចាងហៅប្រតិកម្មយ៉ាងលឿនដោយចាប់គាត់ត្រង់កអាវហើយសួរថាគាត់កំពុងធ្វើអ្វីកូនចៅម្នាក់ទៀតស្រែកភ្លាមថាចាងហៅជំរុញគាត់ដោយចេតនាហើយទាមទារឲ្យគាត់មើលកន្លែងដែលគាត់ទៅអ៊ីឡុងដែលខឹងរួចហើយលោតចូលដើម្បីការពារមិត្តរបស់គាត់និយាយថាវាច្បាស់ណាស់ថាបរិសុទ្ធ
នោះចំពុកជើងដោយខ្លួនឯងហើយថាចាងហៅមិនដែលជំរុញនរណាម្នាក់ប៉ុន្តែជំនួសទៅការទទួលស្គាល់កំហុសកូនចៅដែលដួលនោះបានសម្រុកទៅរកអ៊ីឡុងដោយកំហឹងចាងហៅឈានជើងទៅមុខនៅពេលចុងក្រោយដោយបញ្ឈប់គាត់នៅនឹងកន្លែងហើយព្រមមានគាត់ឲ្យរក្សាដៃរបស់គាត់ចំពោះខ្លួនឯងគាត់និយាយថាប្រសិនបើនរណាហ៊ានដាក់ដៃលើមិត្តរបស់គាត់នោះមានន័យថាគាត់ចង់ស្លាប់ កូនចៅព្យាយាមការពារខ្លួនប៉ុន្តែសំឡេងរបស់គាត់ញ័រគាត់ទទួលថាគាត់មិនបានវាយនរណាម្នាក់ទេហើយរំលឹកថាគាត់មិនចង់ស្លាប់ទេទោះជាយ៉ាងណាក៏ដោយពាក្យរបស់គាត់ស្ដាប់ទៅខ្សោយព្រោះចាំងហៅមើលទៅគ្មានការភ័យខ្លាចទាល់តែសោះចាំងហៅប្រាប់ពួកគេឲ្យថយចេញនិងចេញពីផ្លូវប៉ុន្តែជំនួសឲ្យការថយក្រោយកូនចៅធ្វើការពុនប៉ងចុងក្រោយដើម្បីបង្កហេតុគាត់ស្ទាស់ទឹកមាត់ទៅទិសដៅរបស់ចាំងហៅហើយហៅគាត់ថាគួរឲ្យស្កប់ខឿមចាំងហៅកេតពីទឹកមាត់នៅពេលចុងក្រោយការអត់ធ្មត់របស់គាត់ទីបំផុតអស់ហើយគាត់ទាញក្តាប់ដៃរបស់គាត់មកវិញហើយដាល់កូនចៅចំមុខដាល់ប្រមានគាត់គុំឲ្យគិតថាគាត់នឹងទប់ដៃគ្រាន់តែដោយសារតែពួកគេជាក្មេងស្រីកូនចៅទី2ស្រែកថាចាំងហៅវាយមិត្តរបស់នាងអ៊ីឡុងដែលខឹងរួចហើយបត់ដៃឲ្យរបស់គាត់ឡើងហើយដោតទៅមុខក្នុងរយៈពេលប្រមាណវិនាទីកូនចៅទាំងពីរបានចាប់ផ្ដើមប្រយុទ្ធគ្នាយ៉ាងរញ៉េរញ៉ៃដោយទៀងសក់គ្នាដែលធ្វើឲ្យចាំងហៅក្រវីក្បាលការមើលពួកគេកៅនឹង